บ่ហូបបាយរាល់ថ្ងៃបានហូបតែមុតនេះបងប្អូនអើយហូបបាយទាំងអស់ទាំងឆ្នាំងជារៀងរាល់ថ្ងៃហើយចាជំរាបសួរបងប្អូនទាំងគ្នាចាំហូបរបស់ខ្ញុំវិញថ្ងៃនេះគឺបានពីរមុខបងប្អូនចាបានខពេញប៉ោះជាមួយសាច់ជ្រូកនេះមួយមុខហើយនឹងឆាលីសបងប្អូនអើយឆាឃើញលីសហ្នឹងល្អឲ្យធំពេកក៏មិនទ្រាំមិនបានក៏ទិញលីសចំនួន2កំប៉ុងបងប្អូន2កំប៉ុងមួយកំប៉ុង1000ទេអញ្ចឹងក៏ទិញយកមកឆាហូបចឹងទៅចាហើយមុននឹងឆាណាគឺខ្ញុំដាក់ម្ទេសត្រាំឲ្យវាចេញដីម្សាសិនហើយរួចដល់ពេលឆាគឺខ្ញុំចាប់ផ្ដើមខ្ញុំស្រុកបងប្អូនចាតែយើងត្រាំចោលចឹងមកគឺខ្ញុំមកខសាច់ជ្រូកមួយពេញប៉ោះមុនចាខហ្នឹងឲ្យហើយទៅចាំឆាលីតាមក្រោយឆាលីមានអីពិបាកទេបងប្អូនមួយផ្លែតគឺបានហូបឲ្យព្រោះអីមុននឹងឆាគឺខ្ញុំយកលីងទៅស្រុះសិនបងប្អូនចាដល់ពេលស្រុះវាមានអីត្រូវពិបាកទេលីហូណាមួយយើងស្រុះចឹងទៅវាចេញដីខ្លះអាណាជើមិនហាមាត់គឺយើងរើសបោះចោលទៅអីខ្លាចនឹងដីអញ្ចឹងបងប្អូនដល់ពេលយើងស្រុះអញ្ចឹងឆាទៅទឹកថ្លាល្អមែនតើអញ្ចឹងមុនទៅឆាគឺខ្ញុំខហើយអញ្ចឹងបងប្អូនចាខជាមួយសាច់ជ្រូកមួយពេញប៉ោះនឹងឯងមកហូបពីរមុខហើយបើឆ្ងាញ់ជាងគេគឺឆាលីងតែម្ដងបងប្អូនចាបើខសាច់ជ្រូកនឹងភេចាញ់ហើយភេចេញទុកម្លាយសិនទុកហូបតាមក្រោយណាមួយលីងនឹងយូរបានហូបម្ដងទេហើយខ្ញុំមិនដែរជាសូវហុំបងប្អូនអើយព្រោះអីណាមួយដឹងស្រាប់ហើយលីងព្រោះអីវាគ្មានជាតិឈាមជាតិអីទេគឺយើងហូបបានតែម្ដងមួយកាហូបញឹកញាប់ពេកក៏អត់កើតដែរបងប្អូនចាហើយខរបស់ខ្ញុំក៏ឆិតឆ្អិនបដាឲ្យបងប្អូនអើយចាស្លោកសាច់ស្លោកអីមកខ្ញុំដាក់ពីចេងបន្តិចមកហើយនឹងម្រេចបងប្អូនចាគឺខ្ញុំដាក់ទឹកត្រីខ្លះហើយអញ្ចឹងចាំខ្ញុំភ្លក់តាមក្រោយវាសាបអីចឹងទៅគឺខ្ញុំថែមអំបិលឲ្យតាមក្រោយតិចតួចចឹងទៅបងប្អូនចាហើយឆ្អិនរួចរាល់ហើយដាក់ពេញប៉ោះកូរត្រឡប់ហ្នឹងគឺរួចជាការស្រេចឲ្យបងប្អូនអត់មានអីត្រូវយូរទេកុំឲ្យអាលួយពេកពេញប៉ោះចាដូចបងប្អូនឃើញអញ្ចឹងខរួចគឺខ្ញុំចាប់ផ្ដើមស្រុះលីសឲ្យបងប្អូនដល់ពេលណាដែរវាអត់ហាមាត់គឺខ្ញុំយកវាចាញ់ឲ្យបងប្អូនវាការពារនឹងដីដែរអញ្ចឹងក៏មានអីត្រូវយូរដែរបងប្អូនចាមុននឹងទៅឆាហ្នឹងក៏ខ្ញុំលាយជាអំពិលទុំជាមួយម្រេចជាមួយរ៉ូឌីអីទឹកត្រីអីហើយស្រេចឲ្យបងប្អូនដល់ពេលអំពងខ្ទឹមឈ្ងុយគឺខ្ញុំចាក់គ្រឿងដែលខ្ញុំលាយរួចស្រេចហ្នឹងគឺចូលតែម្ដងបងប្អូនចាកូរត្រឡប់ហ្នឹងចាក់លីសចូលហ្នឹងកូរត្រឡប់គឺឆ្អិនហើយគ្មានអីត្រូវយូរប្រហែលទេបងប្អូនអើយចាគ្រាន់តែចាក់អំពិលចូលហ្នឹងក៏ធំក្លិនដឹងថាឆ្ងាញ់ដែរបងប្អូនអើយចាណាមួយគឺយូរបានហូបម្ដងអញ្ចឹងយើងពឹសពីកំប៉ុងហ្នឹងឲ្យដាច់មិត្តតែម្ដង3នាក់ម៉ែកូនបងប្អូនអើយហើយគ្រឿងលាយហើយសាច់ហើយយើងចូលត្រឡប់តែប៉ុណ្ណឹងមកគឺបានហូបហើយបងប្អូនចានិយាយពីឆ្ងាញ់មែនតើបងប្អូនណាចូលចិត្តហូបលីសដូចខ្ញុំឆាលីសឆាអីចឹងទៅបងប្អូនចាសម្រាប់ខ្ញុំមួយបងប្អូនអូចូលចិត្តមែនតើភ្លុកមួយសិននេះឆ្ងាញ់ទៀតឲ្យមេដៃទៀតបងប្អូនចាចាំបាច់មានពីណាលើកទឹកចិត្តទេគឺភ្លុកខ្លួនឯងធ្វើខ្លួនឯងលើកទឹកចិត្តខ្លួនឯងបងប្អូនអើយចាឆ្អិនរួចរាល់ហើយដួសដាក់ចានណាបងប្អូនចាដួសដាក់ចានហើយគឺបង់ជីជាមួយខចិត្តជ្រូកជាមួយពេញប៉ោះហ្នឹងមកគឺដួសដាក់ចានយកទៅហូបតែម្ដងបងប្អូនអូចាបានតែពីរមុខនេះណាភេចាញ់ឬខសាច់ជ្រូកភេចាញ់ហើយចាព្រោះឆ្ងាញ់ជាងគេគឺនឹងឆាលីសអំពិលទុំតែម្ដងបងប្អូនអូចាជាតិមែនតែនចាបើមិនជាតិហ្នឹងមិនហូបទេវីដេអូរបស់ខ្ញុំឈានដល់ទីបញ្ចប់ក៏អរគុណបងប្អូនច្រើនជម្រាបលាបាយបាយជួបគ្នាវីដេអូ